យោធាថៃបង្កើនការវាយប្រហារបង្កការស្លាប់និងរបួសខណៈការឆ្លើយតបពីអន្តរជាតិនៅមិនទាន់មានភ្នំពេញទាហានថៃបានបង្កើនការវាយប្រហាររបស់ខ្លួនលើទឹកដីកម្ពុជាដោយបង្កការសម្លាប់និងធ្វើឲ្យរបួសជនស៊ីវិលនិងបំផ្លាញផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងប្រាសាទបុរាណខណៈដែលសហគមន៍អន្តរជាតិមិនទាន់ចាត់វិធានការជាក់ស្ដែងដើម្បីបញ្ចប់អំពើហិង្សានៅឡើយទេ Fresh Express News បានរាយការណ៍នៅថ្ងៃពុធទី24ខែធ្នូឆ្នាំ2025កងកម្លាំងថៃបានធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនិងធ្វើការវាយប្រហារលើដីគោកនៅតំបន់ទីតាំងជាច្រើនក្នុងប្រទេសកម្ពុជាក្នុងនោះរួមមានទាំងសហគមន៍ជនស៊ីវិលនៅជិតភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបងតំបន់ជុំវិញប្រាសាទព្រះវិហារនិងទីប្រជុំជនព្រំដែននៅខេត្តបន្ទាយមានជ័យឧត្តរមានជ័យនិងតំបន់ផ្សេងៗទៀតជាច្រើនទៀតFresh Express News បានរាយការណ៍ទៀតថាបណ្ដាភូមិជាច្រើននៅតាមបណ្ដោយព្រំដែនត្រូវបានខ្លាចជាភូមិគ្មានមនុស្សនៅផ្ទះសម្បែងនិងអគារសាធារណៈបានរងការឆេះនិងបាក់បែកដោយសារគ្រាប់ផ្លោងនិងគ្រាប់បែកអ្នករបួសជាច្រើនត្រូវបញ្ជូនទៅមន្ទីរពេទ្យជីបន្ទាន់ក្រោមលក្ខខណ្ឌសង្គ្រោះបន្ទាន់ហើយសាលារៀនជាច្រើនតាមបណ្ដាខេត្តជាប់ព្រំដែនត្រូវបានបង្ខំឲ្យបិទទាំងស្រុងដោយសារតែការគំរាមកំហែងសន្តិសុខវត្តអារាមនិងប្រាសាទបុរាណខ្មែរក៏ត្រូវបានខូចខាតផងដែរក្នុងការវាយប្រហារប៉ុន្មានថ្ងៃមកនេះក្នុងនោះរួមមានទាំងប្រាសាទតាក្របីប្រាសាទតាមាន់ដែលរងការទម្លាក់គ្រាប់បែកខូចខ្ទេចខ្ទីអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺប្រាសាទព្រះវិហារដែលជាតំបន់បេតិកភណ្ឌវប្បធម៌អន្តរជាតិដែលបានចុះបញ្ជីក្នុងអង្គការ UNESCO បានរងការវាយប្រហារពីការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងដែលបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងពីការរំលោភបំពានច្បាប់ការពារមនុស្សធម៌និងវប្បធម៌អន្តរជាតិអ្នកសង្កេតការណ៍បានកត់សម្គាល់ថាការវាយប្រហារឡើងវិញនេះលើសពីការប៉ះទង្គិចគ្នាតាមព្រំដែនដោយកងកម្លាំងថៃបានរុលចូលទៅក្នុងតំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅនិងបានបាញ់ផ្លោងចូលទៅក្នុងក្រុងប៉ោយប៉ែតទម្លាក់គ្រាប់បែកនៅក្បែរភ្នំសំពៅចម្ងាយប្រមាណ100គីឡូម៉ែត្រចូលជ្រៅក្នុងទឹកដីកម្ពុជានិងទាហានថៃបានព្យាយាមដណ្ដើមយកទីតាំងយុទ្ធសាស្ត្រលើទឹកដីកម្ពុជារួមទាំងតំបន់អូស្មាច់ជាដើមកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិស្វ័យការពារក្នុងការការពាររារាំងសត្រូវចូលឈ្លានពាននិងកាន់កាប់ទឹកដីកម្ពុជាការវាយប្រហារនៅថ្ងៃទី24បានធ្វើឡើងក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅមិនអាចធ្វើឲ្យថៃបោះបង់ចោលការធ្វើសង្គ្រាមឈ្លានពានកម្ពុជាការទម្លាក់គ្រាប់បែកតាមឱកាសការបាញ់ផ្លោងកាំភ្លើងធំរត់ក្រោះនិងរពាដែកនៅថ្ងៃពុធទី24ខែធ្នូបានបង្កឲ្យស្លាប់និងរបួសរបស់ជនស៊ីវិលជាច្រើនខណៈប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារផ្សេងទៀតត្រូវបានបង្ខំឲ្យរត់គេចខ្លួនចេញពីផ្ទះរបស់ពួកគេដើម្បីគេចចេញពីកន្លែងអសន្តិសុខនេះទោះបីជាមានការស្លាប់របស់ជនស៊ីវិលនិងការបំផ្លាញបេតិកភណ្ឌវប្បធម៌កើនឡើងក៏ដោយសហគមន៍អន្តរជាតិមិនទាន់បានប្រកាសពីវិធានការសម្រេចចិត្តដើម្បីបញ្ចប់អំពើហិង្សានៅឡើយទេនេះបើយោងតាមរបាយការណ៍របស់ Fresh Express News អ្នកវិភាគដែលត្រូវបានសម្ភាសន៍ដោយ Fresh Express News បានព្រមានថាការបន្តនៅស្ងៀមប្រឈមនឹងការកាត់ឡើងបន្ថែមទៀតនិងគ្រោះមហន្តរាយមនុស្សធម៌ដោយសង្កត់ធ្ងន់ថាការវាយប្រហារលើជនស៊ីវិលនិងតំបន់បេតិកភណ្ឌវប្បធម៌គឺជាការលំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរប្រទេសកម្ពុជាបានបញ្ជាក់ម្ដងហើយម្ដងទៀតថាខ្លួនមិនមែនស្វែងរកការសងសឹកឬជំលោះកាន់តែទូលំទូលាយនោះទេប៉ុន្តែអំពាវនាវឲ្យមានសម្ពាធអន្តរជាតិជាបន្ទាន់បទឈប់បាញ់ដែលអាចអនុវត្តបាននិងការការពារជនស៊ីវិលនិងបេតិកភណ្ឌវប្បធម៌ខណៈពេលដែលមានការប្រយុទ្ធគ្នានៅតែបន្តសំណួរកំពុងតែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជាអំពីសេចក្តីព្រួយបារម្ភចំពោះជីវិតជនស៊ីវិលដែលអាចនឹងត្រូវបាត់បង់បន្ថែមទៀតទម្រាំតែពិភពលោកទម្លាក់យុត្តិធម៌មកឲ្យកម្ពុជាសូមអរគុណ